មនុស្សអាក្រក់មួយជីវិតសាងតែអំពើអាក្រក់ទីបំផុតគ្រាន់តែធ្វើនៅអំពើល្អមួយក៏អាចហៅថាជាមនុស្សស្គាល់កំហុសចេះកែខ្លួនផ្ទុយទៅវិញមនុស្សល្អមួយឆាកជីវិតធ្វើតែអំពើល្អគ្រាន់តែសាងនៅអំពើអាក្រក់មួយត្រូវបានគេឲ្យឈ្មោះថាជាមនុស្សប្រែរូបធាតុពិតនៅក្នុងសង្គមគឺមនុស្សស៊ីសាច់មនុស្សបើអ្នកមិនមានសមត្ថភាពគេរកគ្នានឹងធ្វើបាបអ្នកជាមិនខានមនុស្សល្អចង់ឈានឲ្យដល់ការត្រាស់ដឹងជាព្រះត្រូវឆ្លងកាត់9981គ្រោះមហន្តរាយរីឯមនុស្សអាក្រក់គ្រាន់តែទម្លាក់ដើរចុះគេអាចនឹងសម្រេចបាននៅការត្រាស់ដឹងនៅពេលដែលអ្នកកំពុងឆ្លងកាត់ពីសម្ពាធសេដ្ឋកិច្ចភាពប្រទុសរាយក្នុងជីវិតអាពាហ៍ពិពាហ៍អំពើខុសខើរបស់សង្គមអំពើអាក្រក់នៃចិត្តមនុស្សទើបអ្នកអាចយល់បានថាសម្ភារៈគឺជាមូលដ្ឋាននៃការរស់រានមានជីវិតក្តីជឿជាក់របស់អ្នកណាក៏ដោយក៏តែងតែកើតឡើងពីប្រភពកម្លាំងសេដ្ឋកិច្ចរបស់ពួកគេពីមុនខ្ញុំមិនបានជឿលើពាក្យទាំងនេះទេតែពេលនេះខ្ញុំយល់ច្បាស់ថាឲ្យតែផលប្រយោជន៍ត្រូវបានធានាមនុស្សដទៃក៏គង់តែคล้ายជាមិត្តភក្តិផលប្រយោជន៍រលាយបាត់មិត្តភក្តិនឹងប្រែคล้ายទៅជាមនុស្សដទៃដូចនេះធ្វើជាមនុស្សត្រូវចេះយល់ពីចិត្តមនុស្សត្រូវដឹងពីរបៀបដោះស្រាយទៅតាមកាលៈទេសៈឲ្យបានសមស្របឆ្កែចចកមិនព្រុសវាតែងតែសង្កេតដោយស្ងៀមស្ងាត់ព្រោះវាបានដឹងថាអ្នកដែលនិយាយច្រើនគ្មានអ្វីដែលគួរឲ្យខ្លាចឡើយខ្លាមិនបាច់ក្រហមដើម្បីបញ្ជាក់ពីដែនដីរបស់វាទេវាគ្រាន់តែបន្សល់ទុកនៅស្នាមជើងក៏អាចបញ្ជាក់ពីអ្វីៗទាំងអស់ដែរសត្វតោមិនបាច់រត់ឲ្យបានលឿនជាងគេទេព្រោះវាដឹងថានៅពេលណាដែលវាត្រូវស្ទុះឡើងដើម្បីដណ្ដើមយកជ័យជំនះខ្លាធំអាចព្យាយាមរងចាំរាប់ម៉ោងក៏ព្រោះតែវាដឹងថាអ្នកដែលខ្វះការអត់ធ្មត់គឺជាអ្នកដែលបរាជ័យឥន្ទ្រីមិនខ្វាយខ្វល់នឹងការរារាំងនៅចំពោះមុខវាយកចិត្តទុកដាក់នឹងលំហមេឃដ៏ធំធេងនៅពីក្រោយខ្នងវាតែងតែជ្រើសរើសកន្លែងដែលខ្ពស់បំផុតសម្រាប់សម្រាកព្រោះកន្លែងនោះគឺជាកន្លែងដែលវាអាចសម្លឹងបានគ្រប់ជ្រុងជ្រោយធម្មជាតិតែងតែមានមេរៀនដែលល្អសម្រាប់ឲ្យយើងរៀនសូត្រមានតែមនុស្សដែលមានការព្យាយាមទេទើបអាចយល់ពីមេរៀនទាំងអស់នេះបាន